គ្រូពេទ្យជំនាញគេអត់ទទួលសម្អាតត្រចៀកតាមការស្នើសុំរបស់អ្នកជំងឺទេមិនដោយកន្លែងកាត់សក់កន្លែងសាឡនទេបងប្អូនប្រសិនបើបងប្អូនមានបញ្ហាមិនស្រួលមកពីគ្រូពិភាក្សាជាមួយគ្រូពេទ្យសិនឲ្យគ្រូពេទ្យធ្វើការថតឆ្លុះកំណត់រោគវិនិច្ឆ័យកំណត់មូលហេតុសិនវាជាបញ្ហាអីបកមកពីអីហើយដោះស្រាយយ៉ាងដូចម្ដេចទៅតាមស្ថានភាពជាក់ស្ដែងស្របទៅតាមគោលការណ៍បច្ចេកទេសដោយករណីនេះអញ្ចឹងមានការបករោគនៅក្នុងរន្ធត្រចៀកហើយមានកម្មួនញុកពេញនៅក្នុងរន្ធត្រចៀកអញ្ចឹងគ្រូពេទ្យធ្វើការសម្អាតយូរវាចេញបន្ទាប់មកគេព្យាបាលការបង្ករោគដែលធ្វើឲ្យរលាកនៅក្នុងកណ្ដាស់ត្រចៀកហ្នឹងធ្វើឲ្យអ្នកជំងឺគាត់រមាស់គាត់ឈឺចាប់ថយចុះនឹងការស្ដាប់មិនចេះតែសម្អាតចេះតែឆ្កឹះដោយកន្លែងមិនមានវិជ្ជាជីវៈទេដូច្នេះហើយទើបសំណូមពរបងប្អូនដែលមានបញ្ហាមិនស្រួលមកជួបគ្រូពេទ្យសិនដោយករណីបងប្រុសម្នាក់នេះអញ្ចឹងគាត់ចេះតែឆ្កឹះចេះតែត្បាល់ទៅណែនទៅញុកទៅឈឺចាប់រមាស់ឥឡូវយើងយកចេញឃើញឡើងរលាកក្រហមពេញរន្ធត្រចៀកទាមទារមានការព្យាបាលត្រឹមត្រូវ